ពិសាបដាកន្លងទៅនេះឯកឧត្តមអុកញ៉ាវិជាបណ្ឌិតគួតមេងលីទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រីនិងជាស្ថាបនិកប្រធាននៃវិទ្យាស្ថានអន្តរទ្វីបអាមេរិកបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គសិក្សាដល់សិស្សានុសិស្សនៃវិទ្យាស្ថានអន្តរទ្វីបអាមេរិកនៅសាលប្រជុំវិទ្យាស្ថានជាតិអប់រំដែលមានការអញ្ជើញចូលរួមលើកទឹកចិត្តយ៉ាងច្រើនកកពីសំណាក់សិស្សានុសិស្សមេដាបេដាបុគ្គលិកលោកគ្រូអ្នកគ្រូព្រមទាំងភ្ញៀវកិត្តិយសចំនួន 1500 នាក់ថ្លែងនៅក្នុងសន្ទរកថានៃឱកាសនោះឯកឧត្តមអុកញ៉ាវិជាបណ្ឌិតគួតមេងលីបានលើកឡើងថាសិស្សានុសិស្សដែលទទួលបានវិញ្ញាបនបត្របញ្ចប់វគ្គសិក្សាពីវិទ្យាស្ថានអន្តរទ្វីបអាមេរិកសរុបមកដល់ពេលនេះមានចំនួន 4134 នាក់ហើយបច្ចុប្បន្នមានសិស្សកំពុងសិក្សាចំនួន 10000 នាក់ចំពោះសិស្សានុសិស្សដែលត្រូវទទួលវិញ្ញាបនបត្រនៅក្នុងថ្ងៃនេះមានចំនួន 930 នាក់លោកបានសង្កត់ធ្ងន់ថាភាពជោគជ័យរបស់សិស្សម្នាក់ពុំអាចធ្វើទៅបានឡើយប្រសិនបើគ្មានការយកចិត្តទុកដាក់ខិតខំក្នុងការសិក្សាពីសំណាក់សិស្សានុសិស្សផ្ទាល់ពិសេសការឧបត្ថម្ភគ្រប់គ្រងគ្រប់បែបយ៉ាងពីសំណាក់មេដាបេដានិងអ្នកអាណាព្យាបាលព្រមទាំងការខិតខំយកចិត្តទុកដាក់បង្ហាត់បង្រៀនពីសំណាក់លោកគ្រូអ្នកគ្រូដែលជាមេដាបេដាទី2ដើម្បីឲ្យទទួលបាននូវភាពជោគជ័យក្នុងបរិបទប្រទេសកម្ពុជាបច្ចុប្បន្នសិស្សានុសិស្សទាំងអស់គប្បីសង្វាតសិក្សានៅ5ភាសាសំខាន់ដូចជាភាសាកំណើតភាសាអង់គ្លេសភាសាបច្ចេកវិទ្យាភាសាការទូតនិងភាសាចិនដែលចំណេះទាំងនេះជាស្ពាននាំសិស្សានុសិស្សឲ្យក្លាយទៅជាមនុស្សលេចធ្លោនៅក្នុងអាជីពនិងជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាពខ្ពស់ឆ្លៀតក្នុងឱកាសនោះលោកក៏បានផ្ដល់អនុសាសន៍ដល់បងប្អូនសិស្សានុសិស្សទាំងអស់ថាសិស្សានុសិស្សគ្រប់រូបគប្បីបន្តការសិក្សាឲ្យបានខ្ពស់តាមដែលអាចធ្វើទៅបាននិងក្រេបជញ្ជក់យកបទពិសោធន៍ល្អៗពីគ្រប់មជ្ឈដ្ឋានចូលរួមវគ្គបណ្ដុះបណ្ដាលសកម្មភាពក្រៅម៉ោងសិក្សានិងសកម្មភាពសង្គមឲ្យបានច្រើនព្រោះការសិក្សារៀនសូត្រតែក្នុងថ្នាក់ពុំអាចជួយឲ្យសិស្សានុសិស្សទទួលបានចំណេះដឹងទូលំទូលាយនោះទេលោកបានឲ្យដឹងបន្ថែមថាដែលមានការកើនឡើងនៅចំនួនសិស្សានុសិស្សជាច្រើនសន្ធឹកសន្ធាប់និងដើម្បីឆ្លើយតបទៅនឹងតម្រូវការនិងសំណុំពរជាច្រើនពីសំណាក់សិស្សានុសិស្សអ្នកអាណាព្យាបាលនិងសហគមន៍បច្ចុប្បន្នវិទ្យាស្ថានអន្តរទ្វីបអាមេរិកបាននឹងកំពុងពង្រីកសាខាថ្មីនៅតំបន់ទូកកលើផ្ទៃដីទំហំ1ហិកតាកន្លះដែលបំពាក់ទៅដោយសម្ភារៈបរិក្ខារទំនើបនិងហេដ្ឋារចនាសម្ព័ន្ធយ៉ាងសម្បូរបែបដើម្បីបម្រើដល់ការបង្រៀននិងរៀនបន្ថែមពីនេះទៅទៀតនៅវិទ្យាស្ថានរបស់លោកបច្ចុប្បន្នកំពុងតែមានការពង្រីកបន្ថែមនៅមជ្ឈមណ្ឌលសុខភាពសិស្សមេងលីជេគួចដែលមានទំហំធំជាងមុនបំពាក់ទៅដោយគ្រឿងបរិក្ខារពេទ្យទំនើបល្អប្រណិតមានបន្ទប់ប្រឹក្សាយោបល់សុខភាពឱសថស្ថានបន្ទប់ពិសោធន៍បន្ទប់សង្គ្រោះបន្ទាន់និងបន្ទប់អ្នកជំងឺស្នាក់នៅសម្រាប់បម្រើសេវាកម្មផ្នែកសុខភាពដល់បុគ្គលិកសិស្សានុសិស្សនិងមហាជនទូទៅ